សួស្តីអ្នកគ្នាស្វាគមន៍មកកាន់អ្នកមានស្មាយមិញកានឹងចូលទៅកាន់សាច់រឿងឲ្យមានសូមអរគុណសម្រាប់ការ donate ជូនពរឲ្យសុខភាពល្អសំណាងល្អរួមទាំងអ្នកចុច like subscribe និង comment ផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងតសាច់រឿងយើងទាំងអស់គ្នាពេលមុនគឺយើងដឹងហើយថាដោយសារតែអ៊ុនយ៉ាងហ្នឹងបាត់ខ្លួនវាបានធ្វើឲ្យអ៊ុនយ៉ងហ្នឹងភ័យខ្លាចខ្លាំងមែនតើដល់គាត់មិនអាចគ្រប់គ្រងស្មារតីនិងរាងកាយរបស់គាត់បានទេចឹងហើយអ្នកដែលអាចជួយឲ្យអ៊ុនយ៉ងហ្នឹងស្ងប់អារម្មណ៍បានមានអ្នកណាក្រៅពីថេជោយើងទេថេជោយើងអាចបកកាយលួងលោមគេហ្នឹងឲ្យលេខ1តែម្ដងពេលនោះថេជោបានព្យាយាមនិយាយលួងលោមទៅកាន់អ៊ុនយ៉ងឲ្យអ៊ុនយ៉ងហ្នឹងស្ងប់ចិត្តទៅហើយកុំបារម្ភពេកគាត់ជឿជាក់ថាអាល្អិតអ៊ុនយ៉ាងហ្នឹងមិនអាចទៅណាឆ្ងាយបានទេរីឯអ៊ុនយ៉ងនៅតែបារម្ភថាខ្លាចមានមនុស្សអាក្រក់ហ្នឹងចាប់ប្អូនរបស់គាត់ថេជោលើទៅបែបនេះក៏ប្រាប់អ៊ុនយ៉ងវិញតើអ្នកណាដែលអ៊ុនយ៉ងហ្នឹងភ័យខ្លាចឬមួយក៏ជាយ៉ងឌូថេជោបានប្រាប់អ៊ុនយ៉ងថាវាមិនអាចទៅរួចទេព្រោះថាពេលនេះគាត់ក៏កំពុងតែឲ្យកូនចៅរបស់គាត់ចាប់យ៉ងឌូនៅសង្កាត់ផ្សេងវាគ្មានផ្លូវថាយ៉ងឌូមកទីនេះទេបន្ថែមពីនោះទៅទៀតថេជោក៏បានបញ្ជូនមនុស្សទៅកាន់សាលាមត្តេយ្យផងដែរហើយគាត់ប្រាប់ឲ្យអ៊ុនយ៉ងកុំបារម្ភអីហើយគាត់ក៏នឹងបញ្ជូនមនុស្ស2នាក់ទៀតដើម្បីឲ្យមកមើលអ៊ុនយ៉ងផងដែរថេជោនិយាយបណ្ដាហើយក៏យកដៃនឹងទៅអង្អែលខ្នងរបស់អ៊ុនយ៉ងបណ្ដាគាត់សន្យាជាមួយនឹងអ៊ុនយ៉ងថាគាត់នឹងទៅរកអ៊ុនយ៉ាងដោយខ្លួនឯងចឹងពេលនេះអ៊ុនយ៉ងតកចិត្តទៅហើយក៏គួរតែឈប់យំនៅកណ្ដាលផ្លូវបែបនេះទៀតឬអត់ព្រោះថាថេជោបាននិយាយច្បាស់ហើយថាគាត់នឹងទៅរកអ៊ុនយ៉ាងរួមទាំងយកអ៊ុនយ៉ាងនឹងត្រឡប់មកវិញផងដែរតពីថេជោនឹងនិយាយអស់ជាច្រើនពេលនេះមើលទៅអ៊ុនយ៉ងយើងដូចជារៀងធូរស្រាលតិចឯងថេជោថែមទាំងជូតទឹកភ្នែកទឹកសបោឲ្យអ៊ុនយ៉ងទៀតផងមើលចុះជាបងប្រុសរបស់គេតែយំដូចជាកូនក្មេងអញ្ចឹងថេជោនឹងត្រូវតែចាក់ចេញដើម្បីទៅរកអ៊ុនយ៉ាងដូច្នេះមុនពេលដែលគាត់ចាក់ចេញទៅពេលនោះថេជោស្រាប់តែស្រែកហៅទៅកាន់ហេសុងរីឯហេសុងដែលឈរពីចម្ងាយនឹងក៏ចាប់ផ្ដើមដើរចូលមកជិតគាត់មិនបាននិយាយអ្វីច្រើនទេប៉ុន្តែនៅពេលដែលហេសុងឃើញទឹកមុខរបស់អ៊ុនយ៉ងនៅពេលនេះគាត់ក៏ដឹងថាអ៊ុនយ៉ងពេលនេះរៀងធូរស្រាលហើយមើលទៅការលួងលោមរបស់ហេសុងពីមុននោះប្រហែលជាគាត់នឹងត្រូវតែរៀនបន្ថែមហើយវានៅរៀងស្ទើរអីចឹងណាយ៉ាងណាក៏ដោយហេសុងឃើញបែបនេះក៏សប្បាយចិត្តដែរទោះបីជារឿងមួយនោះមិនមែនជាតួនាទីរបស់គាត់ក៏ដោយនោះថេជោក៏ចាប់ផ្ដើមគេហើយគាត់នឹងប្រាប់ឲ្យហេសុងជួយមើលថែអ៊ុនយ៉ងរបស់គាត់ផងហើយមិនត្រូវឲ្យអ៊ុនយ៉ងនឹងមានគ្រោះថ្នាក់ទេហេសុងវិញនិយាយយល់ព្រមទាំងហួសចិត្តតែម្ដងហើយក៏ប្រាប់ទៅកាន់ថេជោដែរថាបើសិនជារកឃើញអ៊ុនយ៉ាងសូមឆាប់ផ្ដល់ដំណឹងមកកាន់ពួកយើងវិញផងចឹងហើយអ្នកទាំងពីរក៏យល់ស្របជាមួយនឹងគ្នាថេជោបន្ទាប់ពីនិយាយជាមួយនឹងហេសុងហើយក៏បែរមកនិយាយជាមួយនឹងអ៊ុនយ៉ងវិញដោយថេជោនឹងបាននិយាយទៅកាន់អ៊ុនយ៉ងថាបើសិនជាលើកនេះគាត់អាចយកអ៊ុនយ៉ាងត្រឡប់មកវិញគាត់ចង់ឲ្យអ៊ុនយ៉ងនឹងសន្យាថាត្រូវឲ្យអ៊ុនយ៉ាងនឹងទៅណាទៀតទេដូច្នេះពួកយើងត្រូវតែរកអ៊ុនយ៉ាងត្រឡប់មកវិញឲ្យតតែបានរួមទាំងនាំគាត់ត្រឡប់មកផ្ទះផងដែរអ៊ុនយ៉ងលើពាក្យសម្ដីរបស់ថេជោបែបនេះមកឡើងក្រហមមកហើយរីឯថេជោវិញក៏ឆ្លៀតលេងនឹងគេទៀតហ្នឹងគាត់បានវាយគូរបស់អ៊ុនយ៉ងដើម្បីជាកម្លាំងចិត្តបន្តមកថេជោក៏ចាក់ចេញទៅទុកឲ្យអ៊ុនយ៉ងយើងខឹងថេជោដល់ហើយចឹងនៅពេលនេះយើងកាន់មកកាន់អ៊ុនយ៉ាងវិញម្ដងតពីគាត់អាចចាក់ចេញផុតពីសាលារៀនហើយគាត់ក៏សម្ដៅមកកាន់ឡានក្រុងហើយពេលនេះគាត់ក៏បានមកដល់ចំណតឡានក្រុងផងដែរតែដនអីនៅពេលនោះឡានក្រុងដែលអ៊ុនយ៉ាងត្រូវឡើងវាបានឈប់នៅចំណតនោះផងដែរប៉ុន្តែនៅពេលដែលអ៊ុនយ៉ាងនឹងបំរុងនឹងដើរទៅជិតឡានក្រុងមួយនោះហើយស្រាប់តែឡាននោះចេញដំណើរទៅតែម្ដងដូច្នេះវាធ្វើឲ្យអ៊ុនយ៉ាងភ័យខ្លាំងមែនតើទោះបីជាគាត់រត់តាមឡានក្រុងមួយនោះហាក់បីដូចជាមិនឃើញអ៊ុនយ៉ាងរបស់យើងទេហើយមើលទៅគាត់ប្រហែលជាខកជើងមួយនេះហើយតែយ៉ាងណាអ៊ុនយ៉ាងមិនបាននៅស្ងៀមឡើយគាត់នៅតែបន្តរត់ដេញតាមឡានក្រុងនោះមិនឈប់មិនឈរទេអ៊ុនយ៉ាងបន្តរត់រហូតតតែគាត់នឹងហត់តែម្ដងហើយទម្រាំតែគាត់បានហត់នឹងពេលដែលគាត់មើលម្ដងទៀតឡានក្រុងដែលអ៊ុនយ៉ាងរត់តាមនឹងគឺបាត់ស្មៅតែម្ដងហើយពេលនេះហាក់បីដូចជាអ៊ុនយ៉ាងរបស់យើងកំពុងតែវង្វេងផ្លូវហើយព្រោះថានៅពេលដែលគាត់រត់តាមឡានក្រុងនឹងអ៊ុនយ៉ាងមិនបានចាប់អារម្មណ៍មើលទៅកាន់ផ្លូវទេដូច្នេះវាធ្វើឲ្យអ៊ុនយ៉ាងនឹងសពេចសពើខ្លាំងមែនតើនោះស្រាប់តែមាននារីម្នាក់ដើរមកជិតអ៊ុនយ៉ាងក៏សួរគាត់ថាតើអ៊ុនយ៉ាងនឹងវង្វេងផ្លូវមែនតែអាល្អិតអ៊ុនយ៉ាងយើងនឹងពូកែដល់ហើយគាត់នឹងបាននិយាយថាគាត់រស់នៅម្ដុំនេះហើយបងប្រុសរបស់គាត់កំពុងតែចូលទៅទិញអីវ៉ារីម្នាក់ដែលបានសួរអ៊ុនយ៉ាងនឹងហាក់បីជារៀងជឿដែរអ៊ុនយ៉ាងបន្ទាប់ពីនិយាយហើយគាត់គឺថាដើរចេញតែម្ដងហើយដោយគាត់នឹងមិនដែលនិយាយកុហកបែបហ្នឹងទេទាំងហើយអ៊ុនយ៉ាងក៏មានអារម្មណ៍ថាខុសឆ្គងផងដែរតែបើគាត់មិនធ្វើបែបហ្នឹងប្រហែលជាគាត់នឹងមិនបានទៅជួបបងប្រុសគាត់ទេហើយបើយើងកាត់មកកាន់កូនចៅរបស់ថេជោនេះវិញពួកគាត់ក៏កំពុងតែស្វែងរកអ៊ុនយ៉ាងផងដែរពីឯម្ដាយអ៊ុនយ៉ាងវិញក៏មានភាពភ័យខ្លាចដែរនៅពេលដែលគាត់ឮដំណឹងថាអ៊ុនយ៉ាងនឹងបាត់ខ្លួនបែបនេះគ្រូនៅសាលានឹងក៏ព្យាយាមលួងលោមដែរគាត់ថាអ៊ុនយ៉ាងប្រហែលជាមិនទាន់ចាក់ចេញទៅណាឆ្ងាយទេម្យ៉ាងវិញទៀតអ៊ុនយ៉ាងធ្វើដំណើរទាំងអត់លុយបែបនេះប្រហែលជាគាត់ក៏មិនអាចឡើងឡានក្រុងបានដែរហើយមើលទៅការបាត់ខ្លួនរបស់អ៊ុនយ៉ាងនេះពិតជាធ្វើឲ្យគ្រប់គ្នារញ៉េរញ៉ៃខ្លាំងមែនតើថាលោកគ្រូអ្នកគ្រូឬមួយក៏មិត្តភ័ក្តិរបស់គាត់នោះទេពិសេសនឹងគឺថាអ៊ុនយ៉ាងនឹងតែម្ដងគាត់ស្វែងរកប្អូនរបស់គាត់នឹងមិនចេះហត់ទេរីឯគ្រប់គ្នា
វិញហាក់បីដូចជាគ្រាន់តែរត់តាមគាត់តែប៉ុណ្ណោះអ្នកដើរថ្មើរជើងក៏ដើររត់ទៅហើយអ្នកបើកឡានដើររហ្នឹងក៏បើកទៅខណៈពេលដែលកូនចៅរបស់ថេជោកំពុងតែបើកឡានដើររកអូនយ៉ាងពួកគាត់ហាក់បីដូចជាមិនបានសម្លឹងឃើញក្មេងណាម្នាក់នោះទេប៉ុន្តែតាមការពិតហ្នឹងមិនមែនអូនយ៉ាងហ្នឹងមិននៅទីនោះនោះទេដោយសារតែពួកគេហ្នឹងមើលមិនឃើញអូនយ៉ាងយើងតូចពេកគ្រាន់តែទ្វារឡានហ្នឹងក៏បាំងគាត់មើលមិនឃើញដែរទៅអ្នករនេះរមែនរមិនឃើញសោះតែម្ដងរីឯអូនយ៉ាងវិញដើរនៅទីនោះដើរចុះដើរឡើងឡើងឈឺជើងហើយយើងចាំមើលតើអ្នកណាអាចរកអូនយ៉ាងឃើញបន្ទាប់ពីនោះថេជោក៏បានមកដល់សាលាមត្តេយ្យគ្រាន់តែមកដល់សាលានឹងភ្លាមគាត់ឃើញម្ដាយរបស់អូនយ៉ាងនៅទីនោះថេជោហ្នឹងគឺថាមានអារម្មណ៍មិនល្អតែម្ដងដោយសារតែគាត់ហ្នឹងខឹងនឹងម្ដាយអូនយ៉ាងខ្លាំងណាស់នេះឬជារបៀបដែរអាណាព្យាបាលមើលថែកូនរបស់ខ្លួនឯងបន្ថែមពីនោះទៅទៀតថេជោមិនអនុញ្ញាតឲ្យម្ដាយអូនយ៉ាងទៅរកអូនយ៉ាងនោះទេព្រោះវាអាចនឹងធ្វើឲ្យអូនយ៉ាងហ្នឹងកាន់តែរត់គេចបន្ថែមទៀតថេជោក៏បន្តសួរពួកគេអំពីព័ត៌មានខ្លះៗដែលមិត្តភ័ក្តិរបស់អូនយ៉ាងហ្នឹងបាននិយាយប្រាប់ពួកគេបន្ទាប់មកថេជោក៏ដឹងថាពេលនេះអូនយ៉ាងសម្ដៅទៅកាន់ឡានក្រុងដូច្នេះគាត់ក៏គិតថាប្រហែលជាអូនយ៉ាងហ្នឹងមិនត្រូវបាននរណាម្នាក់ឃើញនោះទេមិនដែលមានមេតូចបែបនេះមានភាគរយច្រើនដែលឡានក្រុងហ្នឹងមើលមិនឃើញនោះទេក៏ពីគិតហើយថេជោក៏ចាក់ចេញទៅតែម្ដងព្រោះថាគាត់ហ្នឹងមិនអាចពន្យាពេលបានទេព្រោះថាកាលណាអូនយ៉ាងកាន់តែបាត់ខ្លួនយូរជាងនេះគ្រប់យ៉ាងនឹងកាន់តែពិបាកផងដែរបន្ទាប់ពីថេជោចាក់ចេញទៅម្ដាយរបស់អូនយ៉ាងក៏ចង់ចាក់ចេញទៅដែរបន្ទាប់ពីនោះតែរឿងក៏បានកាន់មកកាន់អូនយ៉ាងវិញហើយការដើររបស់គាត់ហ្នឹងវាហត់នៅខ្លាំងពេកដូច្នេះគាត់ក៏សម្រេចចិត្តអង្គុយសម្រាកសិនអូនយ៉ាងនៅពេលនេះគឺថាវង្វេងផ្លូវមែនតើណៃព្រោះថាគាត់ខ្លួនឯងមិនដឹងថាខ្លួនឯងនៅទីណាទេឲ្យទោះបីជាគាត់វង្វេងបែបនេះពិតមែនប៉ុន្តែគាត់ក៏មិនចង់ត្រឡប់ទៅសាលាហើយនឹងជួបម្ដាយរបស់គាត់នោះទេអូនយ៉ាងនៅពេលនេះគ្រាន់តែចង់ត្រឡប់ទៅផ្ទះជាមួយនឹងបងប្រុសរបស់គាត់តែប៉ុណ្ណោះអូនយ៉ាងកំពុងតែអង្គុយសុកគាត់ស្រាប់តែក៏លេចឃើញឡានក្រុងម្ដងទៀតអូនយ៉ាងគ្រាន់តែឃើញបែបនេះភ្លាមគឺថាភ្ញាក់ផ្អើលតែម្ដងគាត់ក៏មិនបានបង្អង់យូរដែរអូនយ៉ាងបានព្យាយាមរត់សម្ដៅទៅកាន់ឡានក្រុងមួយនោះហើយគាត់នឹងរត់ឆ្លងផ្លូវដោយមិនខ្វល់ពីអ្វីទាំងអស់កន្លែងនេះអត់មានបច្ចេកស្រីខ្លាំងមែនតើបើមានឡានអីឬមួយក៏អ្វីបើកមកយ៉ាងប្រកាសជាមានបញ្ហាចាក់ជាមិនខានវាពិតជាសំណាងណាស់នៅពេលនោះគ្មានឡានម៉ូតូអ្វីនោះទេអូនយ៉ាងដោយសារតែបញ្ញាប់ខ្លាំងពេកគឺថារត់អត់បានមើលទេដូច្នេះហើយគាត់ក៏បានចំពប់ជើងមួយទំហឹងជាមួយនឹងថ្មនៅទីនោះពេលនោះអូនយ៉ាងគឺថាផ្កាប់មុខមួយទំហឹងតែម្ដងហើយមើលទៅការដួលមួយនេះក៏បង្កជារបួសទៅកាន់គាត់ដែរគ្រាន់តែអូនយ៉ាងនឹងព្យាយាមក្រោកឡើងមកភ្លាមនោះយើងបានឃើញថាមានឈាមស្រក់មួយដំណក់នៅលើដីហើយឈាមមួយនោះគឺបានហូរចេញពីច្រមុះរបស់គាត់អូនយ៉ាងនៅពេលនេះអស់ទាំងដៃអស់ទាំងមុខទាំងមាត់ទៀតនេះហើយមើលទៅវាក៏ឈឺខ្លាំងណាស់ដែរទោះបីជាឈឺយ៉ាងនេះពិតមែនតែអូនយ៉ាងបានព្យាយាមក្រោកឡើងដោយគាត់នឹងមិនបានស្រែកយំមួយម៉ាត់ឡើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះអូនយ៉ាងនៅពេលនេះគឺថាបាក់ទាំងក្មេងទៀតហើយមើលទៅធ្វើឲ្យគាត់ភ័យខ្លាំងមែនតើហើយការភ័យមួយនេះហាក់បីដូចជាធ្វើឲ្យអូនយ៉ាងនឹងមិនអាចទប់ទឹកភ្នែកបានទៀតទេហើយយើងចាំមើលថាអូនយ៉ាងនឹងទៅជាបែបណាគាត់អាចស៊ូទ្រាំនឹងការឈឺចាប់មួយនេះហើយនឹងអាចស្វែងរកផ្លូវទៅរកបងប្រុសរបស់គាត់វិញបានដែរឬទេយើងមានតែរងចាំនៅភាពបន្តហើយព្រោះថាភាគនេះក៏ស្លេះតែប៉ុណ្្នឹងផងដែរអ្នកទាំងអស់គ្នាដើម្បីជាកម្លាំងចិត្តដល់ admin កុំភ្លេចចុច like និង subscribe រួមទាំង comment ថាឆ្លាញ់ admin ម្នាក់មួយផងណាហើយអ្នកទាំងអស់គ្នាក៏អាចប៉ាកាហ្វេ admin តាមរយៈ QR នេះផងដែរនិងពី admin Smile Manga ជួបគ្នានៅសប្តាហ៍ក្រោយបាយ